សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវីដេអូមួយបង្ហាញពីដំណាំស្បៃដំណាំយើងដាំហូបលក្ខណៈជាបន្លែលក់អីនេះដំណាំយាយគិតតឹមចាប់ផ្ដើមដាំទេណាដាំដោយសារវាភ្លៀងពេកអត់ទាន់ស្រស់ដីដាំវាអត់សល់ល្អទេយើងដាំបែបធម្មជាតិថាស្រស់ដីយើងហាលដីហាលអីទៅដាំទៅល្អអានេះខណាក៏តំណាំទៅថាទៅតំសាឡបងដាំទៅខណានិយាយដាំមិនកើតទេតំណាំភេទខណាអានេះលក្ខណៈអ្នកភូមិអីកាត់មករោអាចមករោបានមានស្បៃមានអីតែទៅមកហូបតិចទៅមកហូបធ្វើបន្លែបើថាលក្ខណៈយើងយកជាច្រើនអត់មានគ្រប់គ្រងគ្រប់ទេអានេះដាំតិចដាំអានេះ1រោងអានោះ1រោងកាត់ដាំដោយសារវាភ្លៀងពេកភ្លៀងទៅវាដីវាអត់ស្រស់ដំណាំកណាដំណាំលក្ខណៈយើងដាំបន្លែបើដីវាអត់ស្រស់វាភ្លៀងឧស្សាហ៍ភ្លៀងអីដាំអត់កើតទេដាំមិនល្អដូចវាប៉ះទឹកភ្លៀងប៉ះអីទៅវាអត់នេះទេតើធ្លាក់ខ្យល់ភ្លៀងដាច់ក្រឹបភ្លៀងបាទយើងហាលដីហាលអីទៅដាំមិនល្អបានហងស្មូលទេហងហ្នឹងផងកាត់ជីកាទេហងស្មូលស្បែកក៏ដាំអត់មានផ្លែដែរដាំពីនៅភ្លៀងកាត់ទៅជាក្រាទៅជាក្រាន់អីវិញតាដាំស្ដើមទៀតហើយរៀបប្រព័ន្ធទឹកខាងការគេរៀបប្រព័ន្ធទឹកដល់តំណក់ទឹកគេហៅតំណក់ទឹកហ្នឹងមានតយោមានអីខាងអង្គការគិតរៀនហើយគិតជួយមករៀបប្រព័ន្ធទឹកតែអស់លុយមិនអស់លុយថ្លៃតយោថ្លៃអី